អំណាចមិនកើតឡើងពីការគ្រប់គ្រងអ្នកដទៃនោះទេប៉ុន្តែហេតុអ្វីបានជាមនុស្សតែងតែចង់បានវាតាមរយៈការគ្រប់គ្រងអ្នកដទៃទៅវិញមានហេតុផលចិត្តវិទ្យា5ចំណុចដែលនាំឲ្យមនុស្សធ្វើដូច្នេះចំណុចទី1បណ្ដាលមកពីភាពភ័យខ្លាចនិងអសន្តិសុខក្នុងខ្លួនមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងគាត់តែងតែមានអារម្មណ៍ថាគាត់មិនមានតម្លៃគ្រប់គ្រាន់ហើយជាញឹកញាប់គាត់តែងតែព្យាយាមគ្រប់គ្រងអ្នកដទៃដើម្បីធ្វើខ្លួនឯងមានអារម្មណ៍ថាគាត់ជាមនុស្សដែលខ្លាំងគាត់សំខាន់ឬក៏គាត់ជាមនុស្សដែលមានអំណាចជាដើមចំណុចទី2បណ្ដាលមកពីមិនទាន់មានភាពចាស់ទុំខាងផ្លូវអារម្មណ៍ដោយសារតែគាត់មិនដែលបានរៀនពីរបៀបគ្រប់គ្រងខ្លួនឯងទើបចេះតែចង់គ្រប់គ្រងពិភពខាងក្រៅជំនួសវិញព្រោះមិនអាចទ្រាំនឹងភាពមិនច្បាស់លាស់ឬក៏ការដែលគាត់មិនសមបំណងទៅតាមអ្វីដែលគាត់ចង់បានជាដើមចំណុចទី3ការគ្រប់គ្រងអ្នកដទៃផ្ដល់អារម្មណ៍សុវត្ថិភាពដល់គាត់ពីព្រោះតែគាត់គិតថាការធ្វើបែបនេះគឺគាត់អាចគ្រប់គ្រងអ្នកដទៃបានដែលធ្វើឲ្យគាត់មិនងាយរងនឹងការឈឺចាប់មិនងាយនឹងត្រូវគេបដិសេធឬក៏មិនងាយនឹងបាត់បង់ការគោរពជាដើមទាំងនេះជាខែលដែលគាត់ប្រើដើម្បីការពារផ្លូវចិត្តរបស់គាត់ចំណុចទី4បទពិសោធន៍អតីតកាលគាត់ធ្លាប់ត្រូវបានគេគ្រប់គ្រងខ្លាំងត្រូវគេមើលងាយត្រូវគេបញ្ជាលើការសម្រេចចិត្តឬក៏គ្មានសិទ្ធិនិយាយជាដើមដែលធ្វើឲ្យគាត់ធំឡើងមកក្លាយជាមនុស្សចង់គ្រប់គ្រងអ្នកដទៃដើម្បីកុំឲ្យខ្លួនឯងត្រូវជួបបទពិសោធន៍ឈឺចាប់បែបនេះម្ដងទៀតចំណុចទី5ច្រឡំអំណាចជាមួយការគោរពមនុស្សភាគច្រើនតែងតែគិតថាបើគេធ្វើតាមខ្ញុំគឺមានន័យថាគេគោរពខ្ញុំប៉ុន្តែជាក់ស្ដែងការគោរពពិតគឺកើតពីការយល់ចិត្តមិនមែនការបង្ខិតបង្ខំនោះទេការធ្វើបែបនេះគឺបង្កការភ័យខ្លាចនិងការប្រឆាំងទៅវិញទេដែលវាមិនមែនជាការបង្កើតអំណាចនោះទេផ្ទុយទៅវិញវាគឺជាការបាត់បង់អំណាចទៅវិញជាក់ស្ដែងមានមនុស្សពីរប្រភេទនៅក្នុងសង្គមសពថ្ងៃគឺប្រភេទជាអ្នកដឹកនាំនិងប្រភេទជាអ្នកគ្រប់គ្រងហើយមនុស្សទាំងពីរប្រភេទនេះគឺមាននៅក្នុងខ្លួនរបស់មនុស្សយើងគ្រប់គ្នាហើយយើងតែងតែប្រើប្រាស់វាអាស្រ័យទៅលើការយល់ដឹងនិងអាស្រ័យទៅលើកាលៈទេសៈរបស់យើងរៀងៗខ្លួនមួយទៀតនៅពេលដែលលើពាក្យថាអ្នកដឹកនាំឬក៏អ្នកគ្រប់គ្រងនេះប្រហែលជាមានបងប្អូនយាយតាអ៊ំពូមីងជាច្រើនដែលគាត់យល់ច្រឡំដោយគិតថាតើតែអ្នកដែលមានទូនាទីធំដុំនៅក្នុងសង្គមទើបគេអាចហៅបែបនេះបានតែតាមពិតទៅវាមិនមែនបែបនេះនោះទេមនុស្សគ្រប់គ្នាគឺសុទ្ធតែមានទូនាទីបែបនេះគ្រប់គ្នាយើងមានទូនាទីជាអ្នកដឹកនាំនិងជាអ្នកគ្រប់គ្រងក្នុងនាមជាឪពុកម្ដាយក្នុងនាមជាស្វាមីនិងភរិយាក្នុងនាមជាបងនិងប្អូនជាដើមមិនចំពោះតែទូនាទីធំនៅក្នុងសង្គមនោះទេការគ្រប់គ្រងនិងការដឹកនាំផ្ដើមចេញពីក្នុងផ្ទះពីព្រោះថាផ្ទះដែលមានសុវត្ថិភាពនិងភាពកក់ក្ដៅនឹងបង្កើតបានមនុស្សដែលមានទំនុកចិត្តនិងមនុស្សដែលចេះយល់ចិត្តអ្នកដទៃរីឯផ្ទះដែលពោពេញទៅដោយការគ្រប់គ្រងនឹងបង្កើតបានមនុស្សដែលជ្រើសរើសការការពារខ្លួនច្រើនជាងការយល់ចិត្តអ្នកដទៃហើយពួកគាត់ឆាប់អន់ចិត្តឆាប់តូចចិត្តឬក៏ចូលចិត្តបញ្ជាគ្រប់គ្រងលើអ្នកដទៃជាដើមលោក Sigmund Freud ដែលជាគ្រូពេទ្យខាងប្រព័ន្ធប្រសាទនិងជាអ្នកទ្រឹស្ដីចិត្តវិភាគជនជាតិអូទ្រីសគាត់ជឿថាមនុស្សដែលចូលចិត្តប្រើអំណាចគ្រប់គ្រងអ្នកដទៃគឺដើម្បីគ្រាន់តែការពារភាពអាត្មានិយមផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះព្រោះពេលដែលគាត់មានអារម្មណ៍ថាត្រូវបានគំរាមកំហែងឬក៏ត្រូវគេបដិសេធការគ្រប់គ្រងអ្នកដទៃវាគឺជាវិធីដើម្បីការពារខ្លួនរបស់គាត់ពីការឈឺចាប់សរុបមកវិញទាំងអស់នេះគឺជាហេតុផលដែលមនុស្សព្យាយាមគ្រប់គ្រងអ្នកដទៃបន្ទាប់ពីស្ដាប់មកដល់ត្រង់ចំណុចនេះតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះប្រធានបទមួយនេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានមតិយោបល់ផ្សេងពីនេះទៀតបងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈការ comment នៅខាងក្រោមវីដេអូនេះជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍ហើយសម្រាប់បងប្អូនថ្មីៗដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page Facebook ឬក៏មិនទាន់បាន subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត